ជុំកាន់សរឹមលេងយើងបានកន្ទុប្រយោជន៍នៃមានឈ្មោះថាម៉ូហ្វានពីគេបាននិយាយថាខ្ញុំជាសិស្សវិទ្យាល័យឆ្នាំទី3ម៉ូហ្វានក៏បានកាត់ថាការប្រឡងពិតជាពិបាកណាស់ការប្រឡងហ្នឹងគឺមិនពិបាកទេប៉ុន្តែគឺប្រឡងវេទមន្តកាត់ម្ដងមកចេញទៅផ្ទះយើងក៏បានឃើញម៉ូហ្វានគឺកាត់ច្រើនខ្លាំងមែនតើព្រោះយើងក៏បានឃើញចាំអ្នកប្រកល់ខ្សែកឲ្យទៅម៉ូហ្វានយើងបន្ទាប់មកគេក៏បានបោកគ្នាឡើងក៏មានចំហាយវេទមន្តបន្ទាប់មកគេក៏បានដើរមករកប៉ាគេក៏បានសួរថាការប្រឡងយ៉ាងម៉េចហើយកូនម៉ូហ្វានក៏បាននិយាយថាការប្រឡងខ្ញុំគឺមិនជាប់ទេប៉ារបស់គេក៏បាននិយាយថាមិនអីទេកូនឯងគិតខំប្រឹងរៀនទៅម៉ូហ្វានក៏បាននិយាយថាប៉ាខ្ញុំចង់រៀនខាងវេទមន្តម៉ូហ្វានក៏នៅតែនិយាយថាប៉ាខ្ញុំចង់រៀនខាងវេទមន្តប៉ារបស់គេក៏បាននិយាយថាមិនអីទេកូនប៉ានឹងជួយឲ្យកូនរៀនខាងវេទមន្តម៉ូហ្វានក៏បាននិយាយថាអរគុណប៉ាជុំដល់ព្រឹកថ្ងៃបន្ទាប់យើងក៏បានឃើញម៉ូហ្វាននិងពាក់គេបានធ្វើដំណើរទៅសាលារៀនគេកំពុងដើរតាមផ្លូវគេក៏បានឃើញប៉ាគេនិយាយជាមួយនឹងបុរសម្នាក់ប្រហែលយើងមើលទៅបុរសម្នាក់នោះជាមេរបស់គាត់ក៏មិនដឹងទេរួចប៉ារបស់គេក៏បាននិយាយថាសូមលោកបងជួយយកកូនខ្ញុំទៅសាលារៀនវេទមន្តផងបុរសម្នាក់នោះក៏បាននិយាយថាបើចង់ឲ្យកូនឯងចូលរៀនក្នុងសាលាវេទមន្តឯងត្រូវប្រចាំផ្ទះដីមិនឲ្យមកយើប៉ាម៉ូហ្វានក៏បាននិយាយថាបាទខ្ញុំយកព្រមប៉ារបស់គេក៏បាននិយាយថាប៉ាមានដំណឹងល្អកូនអាចទៅរៀននៅសាលាវេទមន្តបានហើយម៉ូហ្វានក៏បាននិយាយថាខ្ញុំសន្យាប៉ាខ្ញុំនឹងរៀនឲ្យពូកែរួចយើងក៏បានឃើញម៉ូហ្វានអង្គុយស្រមៃឃើញព្រះនាងពិតជាសំទោសដល់គ្នាពីការសម្ភាររបស់ខ្ញុំគឺនឹងថាអត់ល្អអត់អីថាសំទោសផងគ្នាសាខ្ញុំទៅថ្មីបើសម្រាប់អត់ល្អត្រង់ណាសូមពេកតបផងគ្នាពិតជាសំទោសគ្នាខ្លាំងមែនតើ